សួស្តីបងប្អូនថ្ងៃនេះខ្ញុំមានអត្ថបទមួយដែលខ្ញុំ search លេងទេ search នៅក្នុង chat GPT លេងទេហើយក៏បានខ្ញុំសួរថាពេលដែលខ្ញុំឃើញពេលដែលសហរដ្ឋអាមេរិកព្រោះខ្ញុំនៅរស់នៅសហរដ្ឋអាមេរិកពេលដែលខ្ញុំឃើញសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មដំឡើងពន្ធនាំចូលទំនិញពីគ្រប់ប្រទេសចូលសហរដ្ឋអាមេរិកហ្នឹងខ្ញុំក៏គិតមើលថាហេតុអីនៅពេលដែលសហរដ្ឋអាមេរិកដាក់ទំនិញនាំចូលហេតុអីបានប្រទេសនីមួយៗក៏មើលទៅដូចរងទុកមើលទៅដូចជាមានការជ្រួលច្បល់ច្រើនម៉េះមិនថាទាំងស្រុកខ្មែរយើងឯងប្រទេសចិនសហគមន៍អឺរ៉ុបអីក៏ដោយខ្ញុំក៏តែសើចសាកមើលលេងខ្ញុំថាប្រជាជនអាមេរិកមានតែ300លានអ្នកជាងឯងហើយគេយកតំណែងពីគ្រប់ពិភពលោកយកមកលក់ចុះហេតុអីបានម្នាក់ពេលដែលសហរដ្ឋអាមេរិកដាក់មិនក៏ដូចថាមើលទៅលំបាកម៉េះហើយខ្ញុំក៏ទៅសើចមើលទៅហើយខ្ញុំគិតថាប្រហែលជាមានអីមួយហើយខ្ញុំសើចចំណុចមុនគេបង្អស់ដែលខ្ញុំគិតថាហេតុអីមិនគេចូលចិត្តយកអីវ៉ាន់មកលក់នៅសហរដ្ឋអាមេរិកខ្ញុំក៏ទៅសើចមើលថាតើក្នុងចំនួនប្រជាពលរដ្ឋអាមេរិកមានឡានហើយនឹងប្រទេសដទៃទៀតនឹងខុសគ្នាមិនខ្ញុំក៏ដាក់សើចមើលថាតើក្នុងចំណោមមនុស្ស1000នាក់នៅរស់នៅសហរដ្ឋអាមេរិកតើប្រមាណអ្នកមានឡានដល់ពេលខ្ញុំសើចមើលទៅវាចេញមកគឺនៅក្នុងសហរដ្ឋអាមេរិកបងប្អូននៅក្នុងចំណោមមនុស្ស1000នាក់850នាក់អីដែលមានឡានអញ្ចឹងបានន័យថា150នាក់ទៀតនឹងអាចអ្នកនៅទីក្រុងញូវយ៉កអីទៅព្រោះកន្លែងទីក្រុងធំអីពិបាកមែនតើអ្នកមានឡានអញ្ចឹងបានន័យស្ទើរតែគ្រប់កន្លែងមិនថាចំកាត់មន់ញោកទៅដល់ឆ្ងាយជើងមេឃណានៅសហរដ្ឋអាមេរិកក៏ប្រជាជនគេមានឡានដែរហើយបើខ្ញុំសើចមើលប្រទេសបន្ទាប់ទៀតណាគ្រាន់តែសើចមកលំដាប់ទី2ភ្លាមណាប្រទេសជើម៉ានីគឺមានឡានប្រហែល600ឯងហើយប្រទេសមួយចំនួនទៀតដូចប្រទេសចិនយើងឧទាហរណ៍ប្រទេសចិនគឺប្រទេសចិនមានតិចប្រជាពលរដ្ឋក្នុងចំណោមមនុស្ស1000នាក់ប្រទេសចិនមានប្រហែល200ឡានអីឯងហើយបនឥណ្ឌាវិញបងប្អូនមនុស្ស1000លានអ្នកជាងអ្នកមានឡានក្នុងចំណោមមនុស្ស1000នាក់អ្នកមានឡានប្រហែលជា30ទៅ50នាក់ឯងបើប្រទេសកម្ពុជាយើងមិនបាច់និយាយទេមិនថាវាក្រោមនឹងទៅទៀតបើគេគិតក្នុងចំណោមមនុស្ស1000នាក់អញ្ចឹងក្នុងសហរដ្ឋអាមេរិកបានន័យថាប្រជាជនគេបើសិនជាប្រជាជនក្រីក្រក្នុងសហរដ្ឋអាមេរិកក៏មាននៅក្នុងចំណោមប្រទេសដទៃដែរអញ្ចឹងរាល់គ្រប់តំណែងប្រជាពលរដ្ឋនៅក្នុងសហរដ្ឋអាមេរិកបងប្អូនគឺចាយគឺយកលុយមកចាយយកលុយមកដូចថាបើទិញកៅអៅវិញបងប្អូនទិញសឹងតែពេលខ្លះអ្នកខ្លះអត់ពាក់ទៀតអញ្ចឹងបានន័យថាអាហ្នឹងវាជាការចំណាយមួយដែលពលរដ្ឋអាមេរិកចំណាយអត់ប្រយោជន៍ច្រើនណាហើយខ្ញុំគិតថានៅក្នុងរដ្ឋបាលថ្មីរបស់លោកដូណាល់ត្រាំប្រហែលជាគាត់គិតរឿងចឹងបើសិនជាគាត់ដំឡើងពន្ធណាអាចពលរដ្ឋទាំងអស់ហ្នឹងសំលុយឬមួយក៏មិនខ្ញុំអត់ដឹងទេខ្ញុំគ្រាន់តែគិតមើលតែពលរដ្ឋអាមេរិកបងប្អូនស៊ីចាយដើរលេងហើយនឹងឡានហ្នឹងគឺពលរដ្ឋអាមេរិកគឺសារីមកសារីព្រោះគេទៅធ្វើការរងថ្ងៃគេមានការងាររងថ្ងៃការងារបានប្រាក់កម្រៃខ្ពស់ហើយគេមានពេទ្យមើលទៀតហើយគេមានច្រើនទៀតដែល benefit របស់សហរដ្ឋអាមេរិកហើយប្រជាពលរដ្ឋសហរដ្ឋអាមេរិកគឺមានលុយសន្សំរៀងខ្លួនយ៉ាងហោចណាស់ក៏មួយអាទិត្យ$50ដែរសម្រាប់ពលរដ្ឋម្នាក់នៅពេលដែលគាត់ធ្វើការនៅកន្លែងណាក៏ដោយយ៉ាងតិចបំផុតឬមួយក៏មានតិចជាងនឹងក៏ខ្ពស់ជាងនឹងដែរបើថាអ្នកណាចង់ដាក់ខ្ពស់ទៀតក៏សេចចិត្តព្រោះហ្នឹងវាជាសិទ្ធិរបស់បុគ្គលម្នាក់ដែលចង់សន្សំលុយជាមួយនឹងរដ្ឋហើយមើលទៅវាខ្ញុំគិតថាវាសាហាវមែនតែនក្នុងចំណោមមនុស្ស1000នាក់850នាក់ដែលមានឡានជិះហើយបើប្រៀបធៀបជាមួយនឹងប្រទេសឥណ្ឌាមានពី20ទៅ30នាក់ឯងបើប្រៀបធៀបមួយប្រទេសចិនមានប្រហែល200ឯងហើយបើយើងប្រៀបធៀបទៅសហគមន៍អឺរ៉ុបប្រទេសជើម៉ានីដែលជាប្រទេសមានមួយនោះប្រទេសជើម៉ានីនឹងមានប្រហែលជា600ឯងអញ្ចឹងបានន័យថាប្រទេសជើម៉ានីនឹងគឺលំដាប់ទី2បន្ទាប់ពីសហរដ្ឋអាមេរិកដែលប្រជាពលរដ្ឋក្នុងចំណោមមនុស្ស1000នាក់ហ្នឹងដែលគាត់មានឡានជិះអញ្ចឹងអានេះគ្រាន់តែជាចំណុចមួយដែលខ្ញុំចង់ប្រាប់បងប្អូនថាសហរដ្ឋអាមេរិកមានខ្លាំងណាស់បងប្អូនតែដឹងអញ្ចឹងមិនម្នាក់អ្នកខ្លះខឹងអាមេរិកស្ដីអាមេរិកប៉ុន្តែបើសិនជាគេបើកឲ្យមកអាមេរិកគឺប្រកាសជាមកហើយអូខេបាយបាយជួបគ្នាវីដេអូក្រោយ